ក្រោយរៀបការតាត្រូវកាច់ចង្កូតជីវិតបែបណាទើបសំពៅគ្រួសារឆាប់ដល់ត្រើយនៃភាពមានបានជារឿងគួរឲ្យសោកស្ដាយដែលប្តីប្រពន្ធសម័យថ្មីជាច្រើនគូខំប្រឹងរកស៊ីទាំងយប់ទាំងថ្ងៃតែចុងក្រោយបែរជាសល់ត្រឹមតែភាពនឿយហត់និងបំណុលវ័នកទៅវិញការពិតទៅភាពក្រីក្រជារឿយៗមិនមែនកើតចេញពីការរកចំណូលបានតិចតួចនោះទេតែវាផ្ដើមចេញពីកង្វះមនសិការរួមក្នុងការគ្រប់គ្រងហិរញ្ញវត្ថុនិងអនាគតដើម្បីប្រែក្លាយវាសនាគ្រួសារឲ្យហក់លោតទ្វេដងអ្នកទាំងពីរត្រូវប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្ររួមគំនិតរួមធ្វើរួមទទួលខុសត្រូវដោយចំណុចគន្លឹះទាំង5ខាងក្រោមនេះ1. ស៊ីសង្វាក់គ្នាលើការគ្រប់គ្រងហិរញ្ញវត្ថុនិងចក្ខុវិស័យថវិកាបញ្ហាសេដ្ឋកិច្ចគ្រួសារភាគច្រើនមិនមែនផ្ដើមចេញពីការរកចំណូលបានតិចនោះទេប៉ុន្តែវាផ្ដើមចេញពីកង្វះប្រព័ន្ធចាត់ចែងប្តីប្រពន្ធដែលឆ្លាតវៃត្រូវចាត់ទុកចំណូលគ្រួសារជាធនធានរួមដែលត្រូវប្រើប្រាស់ដោយតម្លាភាពនិងមានវិន័យប្តីប្រពន្ធគួរអង្គុយពិភាក្សាគ្នាអំពីចំណូលនិងចំណាយប្រចាំខែទើបដឹងថាលុយចូលប៉ុន្មាននិងចេញប៉ុន្មានពេលមានផែនការច្បាស់លាស់ប្តីប្រពន្ធក៏មិនសូវឆ្លោះគ្នារឿងលុយកាក់ដែរ2. កសាងខែការពារហិរញ្ញវត្ថុតាមរយៈការសន្សំនិងមូលធនបម្រុងអាសន្នការសន្សំមិនមែនជារឿងសល់ចងចាំទុកនោះទេតែវាគឺជាកាតព្វកិច្ចដែលប្តីប្រពន្ធត្រូវអនុវត្តរួមគ្នាដើម្បីធានានូវភាពរឹងមាំនៃសេដ្ឋកិច្ចគ្រួសារដែលគ្មានប្រាក់សន្សំប្រៀបដូចជាការជិះទូកកណ្ដាលមហាសមុទ្រដោយគ្មានអាវពោងការពារដូច្នោះដែរកុំចាំទាល់តែមានលុយសល់ច្រើនទើបចាប់ផ្ដើមសន្សំទ្រព្យសាច់តូចអាចពូនជាភ្នំបានយ៉ាងណាការសន្សំប្រចាំថ្ងៃឬប្រចាំខែតាមលទ្ធភាពគឺអាចក្លាយជាដើមទុនដ៏មហិមាសម្រាប់អនាគតបានយ៉ាងនោះដែរ3. សហការបង្កើនប្រសិទ្ធភាពចំណូលនិងអភិវឌ្ឍសមត្ថភាពជានិរន្តរ៍ក្នុងយុគសម័យដែលមានការប្រកួតប្រជែងខ្ពស់ការពឹងផ្អែកលើចំណូលតែមួយច្រកគឺជាហានិភ័យប្តីប្រពន្ធដែលរឹងមាំគឺជាដៃគូយុទ្ធសាស្ត្រដែលតែងតែរុញច្រានគ្នាឲ្យហក់លោតទៅមុខជានិច្ចទាំងចំណេះដឹងនិងសេដ្ឋកិច្ចអ្នកមិនត្រូវស្កប់ស្កល់តែប្រាក់ខែថេរនោះទេអ្នកទាំងពីរគួររួមគ្នាស្វែងរកច្រកចំណូលទី2ឬទី3មិនថាការងារក្រៅម៉ោងឬការលក់ដូរអនឡាញឬការចាប់ផ្ដើមអាជីវកម្មខ្នាតតូចដែលទាញយកផលចំណេញពីចំណង់ចំណូលចិត្តរួមគ្នាកុំគ្រាន់តែធ្វើការដើម្បីលុយប៉ុន្តែត្រូវរួមគ្នាបង្កើតតម្លៃនិងចំណេះដឹងដើម្បីឲ្យលុយរត់រកយើងវិញគ្រួសារដែលឈប់រៀនសូត្រគឺជាគ្រួសារដែលចាប់ផ្ដើមដើរថយក្រោយ 4. ស៊ីចង្វាក់លើវិន័យនៃការចាយវាយនិងការលុបបំបាត់ខ្ទង់ចំណាយអសកម្មការរកចំណូលបានច្រើនមិនមែនជាជោគជ័យទាំងស្រុងនោះទេបើការគ្រប់គ្រងច្រកចេញគ្មានប្រសិទ្ធភាពដីប្រពន្ធដែលរឹងមាំគឺជាអ្នកដែលចេះបែងចែកដាច់ស្រឡះរវាងតម្រូវការចាំបាច់និងចំណង់តាមអារម្មណ៍កុំចាយលុយដែលអ្នកមិនទាន់រកបានដើម្បីទិញរបស់
របស់ដែលអ្នកមិនត្រូវការគ្រាន់តែដើម្បីធ្វើឲ្យមនុស្សដែលនៅជុំវិញអ្នកចាប់អារម្មណ៍ 5. ការរួបរวมលើចក្ខុវិស័យនិងការកំណត់គោលដៅជីវិតរួមគ្នាជីវិតអាពាហ៍ពិពាហ៍ដែលគ្មានគោលដៅច្បាស់លាស់ប្រៀបដូចជាសំពៅដែលបណ្តែតខ្លួនតាមខ្យល់បក់បោកដោយគ្មានចំណុចគោលដៅការមានគោលដៅរួមគឺជាកម្លាំងចលករដ៏ខ្លាំងក្លាបំផុតដែលធ្វើឲ្យរាល់ការលះបង់និងការខិតខំប្រឹងប្រែងប្រចាំថ្ងៃក្លាយជាមានតម្លៃកម្លាំងរបស់មនុស្សម្នាក់អាចដើរបានលឿនប៉ុន្តែកម្លាំងរបស់មនុស្សពីរនាក់ដែលមានគោលដៅតែមួយនឹងដើរបានឆ្ងាយនិងរឹងមាំបំផុតការកសាងគ្រួសារឲ្យធូរធារមិនមែនជារឿងចៃដន្យនោះទេប៉ុន្តែវាគឺជាលទ្ធផលនៃការរួមគំនិតគ្នារួមធ្វើការដោយមានវិន័យនិងក្តីស្រឡាញ់ប្រសិនបើប្តីប្រពន្ធអាចកាន់ដៃគ្នាអនុវត្តចំណុចទាំង5ខាងលើនេះនោះភាពមានបាននិងសុភមង្គលនឹងមកដល់ក្នុងពេលឆាប់ៗជាក់ជាមិនខាន ការកសាងគ្រួសារឲ្យឆាប់ធូរធារមិនមែនជាបន្ទុករបស់បុគ្គលណាម្នាក់ឡើយប៉ុន្តែវាគឺជាបេសកកម្មរួមដែលប្តីប្រពន្ធត្រូវកាន់ដៃគ្នាដើរដោយភាពជឿជាក់កម្លាំងដែលខ្លាំងបំផុតមិនមែនជាសាច់ដុំកម្លាំងដែលខំធ្វើការងារនោះទេប៉ុន្តែគឺជាកម្លាំងសាមគ្គីភាពក្នុងការចាត់ចែងធនធានគ្រួសារសាររបស់អនុវត្តចាប់ពីថ្ងៃនេះតទៅអ្នកនឹងឃើញថាជីវិតគ្រួសារមិនត្រឹមតែរីកចម្រើនខាងទ្រព្យសម្បត្តិនោះទេប៉ុន្តែថែមទាំងពោរពេញដោយសុភមង្គលនិងក្តីសុខផ្លូវចិត្តដែលមិនអាចកាត់ថ្លៃបាន